គូឲ្យបននេះសូមបញ្ជាក់ផងដែរថាខ្ញុំធ្វើវិធីបនរាប់បាតដាពុស្ដាខ្ញុំមានប្រគេចង្ហាន់ប្រសង500អង្គក្នុងមួយថ្ងៃមួយថ្ងៃ500អង្គមួយថ្ងៃ500អង្គគឺធ្វើមហូបចិនតុកហ្មងហ្នឹងហើយចាអញ្ចឹងចំពោះលឺសូវការរាប់បាតកន្លែងខ្លះយើងលឺសូវរាប់បាតខំវិចខ្ចប់មហូបធ្វើមិនបាន500អង្គបាន500កញ្ចប់អ្នកនេះមកឆ្ងាយមកចិត្តអញ្ចឹងណាអញ្ចឹងចំណុចទៅនេះសូមជម្រាបជូនផងថាបើសិនជាបងប្អូនមានសទ្ធាមានបំណងមកចង់ចូលរួមបន់ដែរគឺថាបាយរាប់បាតខ្ញុំមានកំ pl ហើយចាមិនបាច់ដាំមកទេចូលទៅរួមមកចាមកបាយមានបាយសម្រាប់រាប់បាតហើយមកទៅខ្លួន5យប់6ថ្ងៃហ្នឹងតើវត្តមានរបស់ព្រះអង្គក្នុងចន្លោះ5យប់6ថ្ងៃនេះព្រះអង្គពេញមួយថ្ងៃពេញគឺថ្ងៃទីថ្ងៃសៅរ៍ថ្ងៃទី4ថ្ងៃទី5ថ្ងៃទី5មេសាថ្ងៃទី5មួយថ្ងៃពេញមកព្រះអង្គថាថ្ងៃនោះអាត្មាមួយថ្ងៃពេញមកអូយចាជំរាបសួរលោកចាជំរាបសួរបងប្រុសជំរាបសួរអ្នកម្ដាយបាទជំរាបសួរពុកម៉ែពុកមីងបងប្អូនប្រិយមិត្តទូទាំងជន បាទថ្ងៃនេះដែរខ្ញុំបាទបូរ៉ារួមទាំងក្រុមការងារបានចុះមកដល់ទីតាំងនៅរមណីយដ្ឋានរាជធានីលង្វែកបាទគឺនៅក្បែរភ្នំបាត់ដងនេះតែម្ដងចុះពុកម៉ែពុកមីងបងប្អូនប្រិយមិត្តទូទាំងជនដោយខ្ញុំបាទចុះមកនេះគឺប្រជុំនឹងលោកជំទាវដោយលោកជំទាវមានដំណឹងល្អបាទគឺដំណឹងកម្មវិធីបុណ្យចែកជូនទៅដល់ញាតិមិត្តពុទ្ធបរិស័ទទីចិត្តទីឆ្ងាយឲ្យបានដឹងជាដំណឹងថាកម្មវិធីបុណ្យនេះជាកម្មវិធីបុណ្យអ្វីហើយប្រារព្ធនៅថ្ងៃខាងមុខតើហើយទៅថ្ងៃណានោះទៅជួបជាមួយនឹងលោកជំទាវដូចតទៅនេះលោកជំទាវម្ដងទៀតបាទលោកជំទាវមួយឃើញការផ្សព្វផ្សាយនៅក្នុងគណនីเพจផ្លូវការរបស់លោកជំទាវថាលោកជំទាវនឹងមានការប្រារព្ធនៃកម្មវិធីបុណ្យរហូតដល់5យប់6ថ្ងៃហើយកម្មវិធីបុណ្យនោះគឺជាកម្មវិធីបុណ្យអ្វីដែរលោកជំទាវបានឃើញហើយសួរទៀតណាថ្ងៃនេះឆ្ងល់ខ្លាំងមិនដល់ទេចាតាមពិតទាំងអស់គ្នាប្រហែលជាបានដឹងហើយនៅថ្ងៃមិគបូជានេះគឺថានៅវត្តច័ន្ទបចុតនារាមហៅវត្តសុទ្ធហ្នឹងគឺថាព្រះអង្គច័ន្ទមនីបានមានសង្ឃដីកាថាគិតរត់ធ្វើបុណ្យរំលឹកខួបក្រុមជំនុំជម្រះបត្រៃបិដកបាទហ្នឹងហើយលោកមានសង្ឃដីកាអញ្ចឹងទៅខ្ញុំគ្រាន់តែលើសង្ឃដីកាប៉ុណ្ណឹងថ្ងៃដែល14កុម្ភៈកន្លងមកនេះការធ្វើបុណ្យចម្រើនជនអ្នកម្ដាយនោះខ្ញុំលើកនេះកាន់ក្បាលមីក្រូសុំសាធារណៈមកឃើញចាសុំលើកមុនសុំបុណ្យទេសនាមហាជាតិសុំស្ងាត់ទេណាដល់លើកនេះសុំបើកក្បាលមីក្រូនិយាយសាធារណៈហើយព្រះអង្គញឹមចាត់ទុកថាព្រះអង្គព្រមព្រៀងចាហើយក៏បានរៀបចំថ្ងៃ1មេសាហ្នឹងគឺថាធ្វើពិធីបុណ្យដាពុស្ដា7កពីបាទប្រហែលជាអ្នកខ្លះយល់អ្នកខ្លះមិនយល់ហេតុអីពាក្យដាពុស្ដា7កពីហ្នឹងបាទមិនអញ្ចឹងណាយើងធម្មតាយើងធ្វើបុណ្យដាឆ្លងគឺមានពាក្យដាឆ្លងចាដាឆ្លងចាអត់មានប្រមាណកពីទេតែដានេះគឺដាពុស្ដា7កពីចាអញ្ចឹងអត្តន័យដាពុស្ដា7កពីហ្នឹងគឺដើម្បីរំលឹកដល់ដួងវិញ្ញាណក្ខន្ធថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធមហាសង្ឃរាជមសង្ឃនាយកអតីតណាមិនចាដែលបានសម្ដេចដែលបានទងចូលទីបង្គត់អនិច្ចធម៌កន្លងមកជាពិសេសហ្នឹងគឺថារំលឹកដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកប្រាជ្ញបណ្ឌិតពីដើមហ្នឹងដែលបានពលីជីវិតទទួលមរណភាពកន្លងមកចាអញ្ចឹងអត្តន័យនៃការដាពុស្ដា7ចប់ហ្នឹងប្រហែលជាឯកឧត្តមខាងនេះដឹងច្រើនជាងជួយរៀបរាប់តិចមើលអត់សូវដឹងដែរណាបាទប៉ុន្តែចឹងបានចង់មកស្ដាប់ទូជួយរៀបរាប់ខ្ញុំចេះខ្ញុំដឹងពីតាទួតដឹងពីអ្នកម្ដាយតែត្រង់ប្រកាសយ៉ាងណានោះគូសុំបើថាមានការខុសឆ្គងដោយប្រការណាមួយសូមខន្តីអភ័យទោសតែបើត្រូវក៏ជួយរួមទាំងអស់គ្នាគឺថាខ្ញុំធ្លាប់ទៅលឺម៉ាក់ហើយតានឹងបាននិយាយថាបើយើងមានបងប្អូនជីដូនជីទុតាចែកឋានទៅបើសិនជាគាត់ដូចថាទៅកាន់ឋានមិនល្អចុះឋានមិនល្អទទួលដូចថាចង់និយាយថាការគាត់នៅរស់សាងអំពើបាបច្រើនវាមានកម្មដោយប្រការណាមួយហើយពេលដែលគាត់ចែកឋានទៅបើគាត់មិនបានទៅមិនចង់និយាយថាដូចថាមិនបានចាប់ជាតិឬមួយក៏ជាមានបញ្ហាបាក់ចូលដល់ឋានមិនសមគួរហ្នឹងគឺថាបងប្អូនកូនចៅបើមានសទ្ធាគឺថាឲ្យជួយធ្វើបុណ្យដាពុស្ដា7ចប់ហ្នឹង7កំពីហ្នឹងចាគឺថាឧទ្ទិសកុសលថ្វាយជូនគាត់ទៅគឺថានឹងមានការដោះលែងចា
ចាអានឹងមានអានុសង្ឃប្រយោជន៍ចឹង ចា7 2 ជាងគាត់ថាពាក្យខ្លីប្រមាត់ពីសង្ខេបអញ្ចឹងបើសិនជាចង់ដឹងច្បាស់យ៉ាងណានោះប្រហែលជាថ្ងៃបុណ្យហ្នឹងប្រហែលជាមានព្រះអង្គច័ន្ទនេះអាចនឹងមានសង្ឃដីកាបកស្រាយជួយលោកតាលោកយាយបានស្ដាប់ នឹងហើយសូមសួរលោកជំទាវមួយសំណួរទៀតតើកម្មវិធីបុណ្យនេះប្រារព្ធរហូតដល់5យប់6ថ្ងៃ ចា ចាប់ផ្ដើមពីថ្ងៃទីប៉ុន្មានហើយបញ្ចប់នៅថ្ងៃ តាមពិតបុណ្យហ្នឹងជាបុណ្យដាជាធម្មតាគេធ្វើតែមួយយប់មួយថ្ងៃទេមួយយប់2ថ្ងៃចាមួយយប់2ថ្ងៃចាតែដល់ឡែកនេះបុណ្យនេះចាត់ទុកថាជាបុណ្យធំសម្រាប់ខ្លួនខ្ញុំផ្ទាល់ក៏ដូចសម្រាប់បងប្អូនមហាពុទ្ធបរិស័ទគឺថាខ្ញុំនឹងយកវិធីបុណ្យនេះប្រព5យប់6ថ្ងៃចាដោយការបុណ្យទេសនាមហាជាតិហ្នឹងគឺថាតែ4យប់5ថ្ងៃតែលើកបុណ្យទី2ធ្វើមិនបានធំយក5យប់6ថ្ងៃចា5យប់6ថ្ងៃចាហើយ5យប់6ថ្ងៃហ្នឹងគេសួរថាធ្វើបុណ្យអីច្រើនយូរថ្ងៃមិនគឺថាកម្មវិធីបុណ្យមានហើយតែខ្ញុំចង់ជម្រាបថែមថាគឺថាបុណ្យនេះគឺថាខ្ញុំមានដាពុស្ដា7ចប់ហ្នឹងគឺនិមន្តប្រសង់ទាំងពីរគណៈចាគណៈធម្មយុត្តនិងគណៈមហានិកាយចាអញ្ចឹងក្នុងមួយថ្ងៃហ្នឹងគឺថាប្រសង់សម្ដែងពធសោតដាពុស្ដា7កំពីហ្នឹងថ្ងៃទី1គណៈធម្មយុត្ត500អង្គថ្ងៃទី2ហ្នឹងគឺគណៈមហានិកាយ500អង្គចាគឺសោត7កំពីហ្នឹងចាទាំងអស់1000អង្គចែកថ្ងៃគ្នាយើងចែកថ្ងៃគ្នាទាំងអស់1000អង្គយើងចែកថ្ងៃគ្នាថ្ងៃទី1គណៈធម្មយុត្តចាថ្ងៃទី2គណៈមហានិកាយដល់ថ្ងៃទី3ហ្នឹងគឺសម្រាប់ដូនជីតាជីដែលសិលវ័នសិលបតីដែលគាត់មានសិលក្នុងខ្លួនហ្នឹងក៏គាត់រួមយើងមួយថ្ងៃដែរអញ្ចឹងការដែលរាប់បាតវាមាន3ថ្ងៃចា3ថ្ងៃចាចំពោះព្រះវត្តមានដ៏ខ្ពង់ខ្ពស់ព្រះអង្គធម្មនវិស័យបណ្ឌិតច័ន្ទមនីវត្តមានរបស់ព្រះអង្គចន្លោះ5យប់6ថ្ងៃហ្នឹងតើវត្តមានរបស់ព្រះអង្គក្នុងចន្លោះ5យប់6ថ្ងៃនេះព្រះអង្គពេញមួយថ្ងៃពេញគឺថ្ងៃទីថ្ងៃសៅរ៍ថ្ងៃទី4ថ្ងៃទី5ថ្ងៃទី5មេសាថ្ងៃទី5មួយថ្ងៃពេញមកព្រះអង្គថាថ្ងៃនោះអាត្មាមួយថ្ងៃពេញមកអូយចាថ្ងៃពេញអញ្ចឹងបានខ្ញុំដាក់ក្នុងប្រវត្តិបងថាថ្ងៃនេះគឺមានសម្ការផ្ដល់អាវ៉ាត់នឹងសម្ដែងពធទេសនាដោយព្រះអង្គធម្មវណ្ណៈបណ្ឌិតច័ន្ទមនីពេលព្រឹកចាប់ពីម៉ោងប្រហែលទៅម៉ោងប្រហែលពេលថ្ងៃប្រគេនចង្ហាន់ហើយដល់ពេលរសៀលម៉ោង2ទៅគឺព្រះអង្គបន្តការផ្ដល់អាវ៉ាត់បន្តទៀតចាអញ្ចឹងហើយនៅក្នុងនោះដែរខ្ញុំចាប់អារម្មណ៍ឃើញថាក្នុងកម្មវិធី5យប់6ថ្ងៃហ្នឹងគឺមានដូចជាល្ខោនដូចជាលបែងលបាំអីផ្សេងទៀតទៅទៀតក្នុងវិធីបុណ្យនេះ5យប់6ថ្ងៃហ្នឹងគឺថាខ្ញុំបានឲ្យក្រុមសិល្បៈយមនសម្ដែងរឿងពុទ្ធប្រវត្តិរឿងពុទ្ធប្រវត្តិចាពុទ្ធប្រវត្តិនឹងចែកជូនទស្សនារៀងរាល់ថ្ងៃចាគឺថាមួយថ្ងៃមួយភាគ5យប់6ថ្ងៃហ្នឹងគឺថាបានចប់ចារឿងពុទ្ធប្រវត្តិចារាល់ថ្ងៃចារាល់ថ្ងៃហ្នឹងគឺចាប់សម្ដែងនៅពេលដែលកម្មវិធីយើងព្រលឹមឡើងយើងដាសោតដាពុស្ដារាប់បាតហើយទេសនាចប់នឹងល្ងាចឡើងសមាធិចាប់ពីម៉ោង2ទៅយើងនៅសមាធិ1ម៉ោងរៀងរាល់ថ្ងៃហើយដល់ម៉ោង3បានចាប់សម្ដែងសិល្បៈចាគឺថាមានកម្មវិធីឲ្យប្លែកនេះទេហើយលោកជំទាវមួយទៀតប្រជាពុទ្ធបរិស័ទគាត់ពេលខ្លះគាត់ស្គាល់រាជធានីលង្វែកតែគាត់ដែរមកគាត់មើលតាមបណ្ដាញសង្គមអញ្ចឹងឧទាហរណ៍គាត់ចង់មកចូលរួមក្នុងកម្មវិធីបុណ្យនេះគាត់នៅឆ្ងាយអញ្ចឹងលោកទាវតើមានថាទីតាំងថាដូចជាលេខទូរស័ព្ទដើម្បីឲ្យពួកគាត់បានតំណតំណងឡើងចេះទេការផ្សព្វផ្សាយហ្នឹងមានតែការផ្សព្វផ្សាយតាមប្រព័ន្ធសង្គមនឹងហើយចាលឿនហើយម្យ៉ាងទៀតបើសិនជាខ្ញុំឲ្យលេខទូរស័ព្ទហ្នឹងគឺក្នុងសម្បត្តិបុណ្យខ្ញុំមានដាក់លេខទូរស័ព្ទ4 5ខ្សែហើយចា4 5ខ្សែហើយចាខ្លះទៅក៏បានស្បត់ទៅខ្លះក៏បានតាមផ្សព្វផ្សាយបាទពេលខ្លះផ្សព្វផ្សាយហើយហ្នឹងគាត់នៅឆាត់ទេវស៊ូយើងលេខនៅក្នុងសម្បត្តិបុណ្យនឹងមានបាទទៅគឺលេខក្រុមការងាររាជធានីលង្វែកណាលោកទាវចា4 5ខ្សែហើយមិនតាក់ទងតាមក្រុមសារព័ត៌មានទៀតបានដើម្បីទៅចាតាក់ទងតាមការផ្សព្វផ្សាយនេះទៅចាលោកទាវមានអីបន្ថែមបន្តទៀតទេលោកទាវលោកទាវមានភាសាបន្តថែមខ្ញុំគាត់ចង់ថាអត់មានអីទេគាត់ចង់ថាមានការនិមន្តនិងគ្រប់ជើញចាលោកតាលោកយាយបងប្អូនមហាពុទ្ធបរិស័ទទាំងអស់ដែលមានសទ្ធាជ្រះថ្លានឹងបុណ្យដាពុស្ដាក៏សូមអញ្ជើញចូលរួមតាមការគួរឲ្យបុណ្យនេះសូមបញ្ជាក់ផងដែរថា
ខ្ញុំធ្វើវិធីបនរាប់បាតដើរពុស្ដាខ្ញុំមានប្រគេចង្ហាន់ប្រសង500អង្គក្នុងមួយថ្ងៃមួយថ្ងៃ500អង្គមួយថ្ងៃ500អង្គគឺធ្វើម្ហូបចិនតុកហ្មងហ្នឹងហើយចាអញ្ចឹងចំពោះលឺសូវការរាប់បាតកន្លែងខ្លះយើងលឺសូវរាប់បាតខំវិចខ្ចប់ម្ហូបធ្វើឲ្យបាន500អង្គបាន500កញ្ចប់អ្នកនេះមកឆ្ងាយមកចិត្តអញ្ចឹងណាអញ្ចឹងចំណុចទៅនេះសូមជម្រាបជូនផងថាបើសិនជាបងប្អូនមានសទ្ធាមានបំណងមកចង់ចូលរួមបន់ដែរគឺថាបាយរាប់បាតខ្ញុំមានកំ pl ហើយចាមិនបាច់តាមមកទេចូលទៅរួមមកចាមកបាយមានបាយសម្រាប់រាប់បាតហើយមកទៅខ្លួនហើយនឹងចង្ហាន់មានកំ pl បាយរាប់បាតក៏មានចង្ហាន់សម្រាប់ប្រគេនប្រសងឆានហ្នឹងគឺមានគ្រប់ឲ្យមាន5 6មុខហើយគឺធ្វើក្តៅក្តៅតែម្ដងអញ្ចឹងបើបងប្អូនមានបំណងថាចង់ចូលរួមកម្មវិធីបន់ហ្នឹងដើររាប់បាតគឺថាធ្វើម៉េចចូលរួមតែបច្ច័យទៅចូលទៅបច្ច័យទៅឧទាហរណ៍ថាបើយើងយកបច្ច័យហ្នឹង1000រៀលទៅទិញម្ហូបបងប្អូនអាចថាបច្ច័យហ្នឹង1000បាច់ទិញម្ហូបយកតែ500មកដាក់បាតទៅគឺថាបានបច្ច័យហ្នឹងដល់ប្រសងល្អច្រើនជាងដែលយើងល្អជាងយើងទិញម្ហូបកាលណាយើងទិញម្ហូបជិបទៅម្ហូបច្រើនគ្នាប្រសងឆានដាច់អស់តែឆានអត់អស់បោះចោលដែរហើយសល់ចាសល់ជាងការម្ហូបខ្លះយើងធ្វើត្រូវងាប់បាន500កញ្ចប់ត្រូវធ្វើតាំងពីយប់ម្ហូបខ្លះវាអាចធំក្លិនឬមួយក៏អាចហូបអត់ការឆានអត់បានអញ្ចឹងបើបងប្អូនមកជាបច្ច័យគឺថាបានដល់ប្រសងងាយស្រួលដល់ប្រសងចាត់ការទូទៅអញ្ចឹងកម្មវិធីនេះខ្ញុំធ្វើប្លែកពីគេព្រោះថារាប់បាតហ្នឹងខ្ញុំមានបាយសម្រាប់ជូនបងប្អូនដូចថាចង់រាប់យើងមានបាយជូនគាត់សម្រាប់រាប់បាតហ្នឹងណាចាហើយគាត់ចាំដល់បច្ច័យទៅហើយចាមិនបាច់យកហ្នឹងហើយមិនបាច់ទេហើយចាហើយម្ហូបខ្ញុំបានធ្វើហើយសម្រាប់ប្រគេនប្រសងបើថាគាត់មានចូលមានសទ្ធាគឺថាគាត់ចូលរួមប្រគេនទៅចាសំខាន់នៅមានបច្ច័យរាប់បាតទៅបានហើយអញ្ចឹងនៅនេះមានទាំងអស់កំ pl ចាគាត់តែចង់ជម្រាបប៉ុណ្្នឹងប៉ុន្តែគាត់ថាការសំរុំសំក្រុមខុសពីបំណងបងប្អូនគឺខ្ញុំដឹងនេះតាមចិត្តខ្ញុំគឺខ្ញុំសុំធ្វើអញ្ចឹងហើយចាសុំធ្វើអញ្ចឹងចាបាច់ចាំយូរស្រាក់យូរចានយូរឆ្នាំសួរមិនគាត់ក៏ចេះបញ្ចប់ចាប់ទី1ទី2គាត់បច្ច័យមកចូលបនហើយទី2បើយើងមានកញ្ចប់ច្រើននឹងប្រសងពិបាកយួរយើងច្រើនអ្នកឃើញម្ដងដាក់បាវខ្ញុំខេរាប់បាតខ្ញុំធ្លាប់ធ្វើវិធីរាប់បាតច្រើនហើយបើដំបូងខ្ញុំធ្វើរាប់បាត500អង្គខ្ញុំដាក់ប្រសងគង់ហើយខ្ញុំដាក់ចង្ហាន់ដាក់ស្អីនៅលើតុទាំងអស់អ្នកណាចង់រាប់បាតដើរដាក់អញ្ចឹងដើរដាក់បាតហ្នឹងហើយលើកនេះខ្ញុំធ្វើប្លែកពីមុនឡទៅចាអញ្ចឹងគាត់ចង្អិតជើងចារៀបតុមកល្វែងhếtតាចាដាក់បាតចាបាតហ្នឹងគឺបាតប្រសងហ្នឹងខ្ញុំមានបាយសម្រាប់ដាក់ទៅយើងជូនបាយគាត់មួយចានគាត់រាប់ទៅចាដើម្បីបានចាហើយបច្ច័យខ្លួនឯងទៅបានដល់ប្រសងបានល្អនិយាយរួមបច្ច័យមួយម៉ាត់ហ្នឹងគឺថាយើងចង់ទៅទិញភេសជ្ជៈក៏បានទិញចង្ហាន់ក៏បានទិញអីក៏បានលោកប្រើការទូទៅបានទាំងអស់បានបនច្រើនជាងដែលយើងធ្វើអាកញ្ចក់កញ្ចប់ចិត្តចាប់ហ្នឹងហើយចាហើយលោកទាវចុងក្រោយសុំមិនភ្លេចសួរទីតាំងតើប្រពកម្មវិធីនេះគឺនៅលើកូនភ្នំព្រំវិហារធម៌ឬក៏នៅកន្លែងណាអូទីតាំងដែលប្រពនោះគឺនៅលើភ្នំកូនវិហារកូនភ្នំព្រំវិហារធម៌នៅកន្លែងបនជាតិទេសនាមហាជាតិលើកមុនប៉ុន្តែប្រែคล้ายបន្តិចខុសលើកមុនបន្តិចហើយលើកនេះខ្ញុំមានធ្វើរោងអត់ដូចមុនទេចាព្រោះយើងការពារចាមានធ្វើរោងហើយមាននិយាយរួមបងប្អូនជើញមកមើលចាប្លែកខែណាមួយយើងធ្វើបន់ថ្ងៃ1ដល់ថ្ងៃ6ថ្ងៃ12 13ចូលឆ្នាំខ្មែរយើងទៀតអញ្ចឹងប្រហែលជាទុកឲ្យវែងរហូតដល់ឆ្នាំចូលឆ្នាំនឹងប្រពៃណីជាតិនេះផងចាអត់ទេហើយលោកទាវមួយទៀតចង់បញ្ចប់ចំពោះពុទ្ធបរិស័ទចាស់ជរាបើគាត់មកហើយគាត់ចង់នៅតចប់កម្មវិធីតើមានកន្លែងណាឲ្យគាត់សម្រាប់ទៅទេឥឡូវនេះដោយសារបនលើកមុនយើងមានគំរូបាទអញ្ចឹងលើកនេះបនលើកនេះប្រហែលជាខ្ញុំលើភ្នំព្រំវិហារធម៌ខ្ញុំទុកឲ្យគាត់ស្នាក់នៅនឹងអ្នកលើដូរឲ្យគាត់អាចបោះតង់លើនឹងក៏បានហើយបើស្នាក់នៅយើងមានតាមកញ្ចុះនោះតែឲ្យធ្វើរោងសម្រាប់គាត់ស្នាក់នៅនឹងគឺថាអត់តន់ធ្វើបានទេបាទចាអត់តន់ធ្វើបានតែនឹងគាត់ដោះស្រាយខ្លួនគាត់អាចស្នាក់នៅនៅជុំវិញភ្នំលើភ្នំនឹងបានព្រោះឥឡូវខ្ញុំបែងចែកចង់ໄວអីទៅបងប្អូនព្រោះឥឡូវខ្ញុំបែងចែកទៅថាកន្លែងបនខ្ញុំចែកផ្លូវដាច់អត់ឲ្យចូលប្រឡូកដូចមុនទេខ្ញុំបែងចែកច្បាស់អញ្ចឹងគឺថាគាត់អាចមកស្នាក់នៅលើភ្នំនឹងក៏បាននៅលើតាមអគារតាមរោងដែលខ្ញុំមានកន្លងមកតាមកញ្ចុះក៏បានដែរចាចាតែលើកនេះចែកដាច់តែចាំមើលដល់ពេលចុងឆ្នាំបើសិនតែមានប្រពៃបនទស្សនាមហាជាតិនឹងខ្ញុំនឹងរៀបចំរោងសម្រាប់ទទួល25ខែក្រុងចាលើកនេះរៀបអត់តន់វាខ្លីពេកវាខ្លីពេកពេលខ្លីពេកចាពេលខ្លីពេកកម្មវិធីធំទៅហើយដែរ
នេះតាំងពីខែ12មកតភិរហូតនេះអត់មានបាននេះរៀបចំរហូត ប្រេងនៅចម្រាញ់ប្រេងនោះបនហើយចម្រាញ់ប្រេង ហើយបន្តរហូតហ្នឹងចា ថ្ងៃ ចា មកថាទៅលំទៀវរវល់រហូតមានញឹកមក តែបើមានពេលវែងខ្ញុំនឹងរៀបចំរោងឲ្យគាត់តែប្រហែលជាធ្វើអត់តាន់ព្រោះឥឡូវសំខាន់តែរោងគាត់ជ្រោកតែខ្ញុំជឿថាគាត់អាចស្នាក់នៅនៅរោងដែលយើងរោងបនហ្នឹង រោង អាច បនបាន បាន គាត់ ចា អាចគាត់ដឹង តែអាចណាថ្ងៃមុនខ្ញុំឲ្យស្នាក់នៅនឹងហ្នឹងថ្ងៃ14កុម្ភៈស្មាទោសលោកឯងគាត់ទៅហើយគាត់ទុកកថោនៅគេនៅគាត់មកជើងគាត់យប់ឡើងគាត់សម្រានគាត់ខ្លាចឆ្អេះឆ្អាបគាត់ដើរឆ្ងាយគាត់ខ្លាចគាត់កាន់កថោមកគាត់ទុកកថោដល់ព្រលឹមឡើងគាត់មានយកចាក់គាត់ទុកកថោហ្នឹងអើយឥឡូវហ្នឹងខ្ញុំទៅច្បាស់ចឹងចាំមើលគិតតាមហ្នឹងទៀតហើយមិន តាមហ្នឹង អរគុណណាស់លោកទៀវលោកទៀវមានអ្វីបន្ថែមទៀតទេលោកទៀវខ្ញុំអស់ហើយអស់ ហើយ ថ្ងៃនឹងខែអស់ហើយ មើលបងប្រុសបណ្ឌិតមានអីថែមទេ បងដូចគ្មានអីដែរ អ្នកម្ដាយមានថែមអត់ មានបន្ថែមតើ បាទ ជូនពរលោកជំទាវ អូចា បើលោកទេវ ចាសាធុ រៀបល្អបាទចន្ទយូ ចាសាធុសាធុ ធ្វើទៀននេះបានគាត់ពួកខ្ញុំជ្រប់កោនធ្វើជាមួយលោកទេវ សាធុហ្នឹងហើយធ្វើម៉េចឲ្យបានជួបគ្នាធ្វើបន់បន្តទៀតហើយមានសំណាងល្អចាក់ផុតទុកទាំងអស់គ្នានោះបានធ្វើបន់ជួបនឹងព្រះច្បាស់ធរណា សាធុខ្ញុំហ្នឹងមួយលោកទៀវមើលបនទេសនាមហាទៀតអស់បាទពុកម៉ែពុកមីងបងប្អូនបាទប្រិយមិត្តទូទាំងនិកជនបាទបានស្ដាប់ប្រសាសន៍របស់លោកជំទាវបាទអង្គញាកតេបណ្ឌិតបាទសៀងច័ន្ទហេងលោកជំទាវបានបញ្ជាក់ច្បាស់ហើយកម្មវិធីបុណ្យនេះរហូតដល់5យប់6ថ្ងៃហើយក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គធម្មនវិស័យបណ្ឌិតច័ន្ទមនីផងដែរអញ្ចឹងពុកម៉ែពុកមីងបងប្អូនកុំភ្លេចចូលរួមឲ្យបានច្រើនកកជាពិសេសគឺមានយៈបាទមើលទៀតលខោនបាទអរគុណបាទ លខោលើកនេះសំដែងរឿងពុទ្ធប្រវត្តិល្អ ពុទ្ធប្រវត្តិទៀតអូ ហ្នឹងហើយឲ្យយើងដឹងហ្នឹងហើយអត់ចាវាវែងដល់អញ្ចឹងយើងមានពេលវែងសំដែងរាល់ថ្ងៃចឹង អរគុណណាស់លោកជំទាវ ចាអរគុណហ្នឹងហើយជួបពរសំណាងល្អចាសាធុអរគុណហ្នឹងហើយ